នេះបងប្អូនទាំងអស់គ្នាជាមួយនឹងបញ្ហា Toyota Alphard ឡាននេះវាមានបញ្ហាលេខចាញ់ជាយើងធ្វើការរើតាប់ឡូដូរចាយើងធ្វើការរើតាប់ឡូមើលកន្លែងលេខអានេះគឺសភាពដែលយើងរើតាប់ឡូឡានវារៀងញ៉ៃញ៉ៃតិចព្រោះឡានពួក Alphard ដល់ស្រាប់ហើយជាឡានកែនេះធ្វើការយើងរបៀបយើងរើតាប់ឡូក៏រើអញ្ចឹងបងប្អូនយើងរើតអស់លេងអញ្ចឹងអានេះអីប្រឡាក់អីចឹងយើងធ្វើតែលាងយើងអត់ទាន់ដោះលាងសម្អាតទេនេះអានេះយើងធ្វើការលាងសម្អាតទៀតលាងមកស្អាតបញ្ចប់ចូលវិញហើយនៅផ្នែកខាងក្រោយយើងបានលាងសម្អាតហើយចាប់ចូលហើយម្សះហើយនេះគឺច្រែងជាខាងក្រោយយើងបានលាងសម្អាតសុំហើយចាប់ចូលវិញហើយនឹងគឺច្រែងខាងមុខយើងកំពុងតែដោះបំបែកហើយនឹងយកថ្មីមកប្រៀបផ្ទឹមនេះសភាពវាច្រែងខាងមុខឆែងកាមុខវាមានសភាពលិចអីហើយនឹងដីយ៉ាងច្រើននេះស្នាមពណ៌កន្លែងពណ៌ខ្ញុំមើលទៅឃើញសាមនេះកន្លែងវាលិចហើយនេះសភាពកញ្ច្រែងគឺដីខ្លាំងមែនទែនបងប្អូនដីខ្លាំងច្រើនមែនទែនឡើងណានញ៉ុកហើយនេះគឺកញ្ច្រែងថ្មីToyota របស់ Denso ហើយនឹងសុំយើងធ្វើការរៀបគុំនឹងវិញហើយនឹងលាងសម្អាត